នុទានទុកមិនជាប់ទេរលកវាប្រហារនៅភាគខាងត្បូងថៃកាន់តែធ្ងន់ហើយដោយវាលដាល់ពី3ខែទៅ4ខែនិងបន្តចូលដល់ថ្ងៃទី3នៅយប់ថ្ងៃទី24ខែសីហាឆ្នាំ2026ខ្មាន់កំភ្លើងបានដុតនិងដាក់គ្រាប់បែកបង្ទូហាង 7-Eleven ថ្មីមួយទៀតនៅខេត្តប៉ាត់តានីមុនបាញ់តបជាមួយកម្លាំងសន្តិសុខពេលរត់គេចមន្ត្រីជាន់ខ្ពស់ថៃទទួលស្គាល់ថាការស៊ើបការសម្ងាត់ចន្លោះប្រហោងមិនអាចកំណត់បានថាការវាយប្រហារនឹងកើតឡើងនៅពេលណានិងធំប៉ុណ្ណាយោងតាមកាសែតថៃ South Peace ការវាយប្រហារហាង 7-Eleven ថ្មីកើតឡើងនៅយប់ថ្ងៃទី24ខែសីហានៅក្នុងឃុំឡាងញ៉ាស្រុកម៉ាយ៉ូខេត្តប៉ាត់តានីធ្វើឲ្យចំនួនហាង 7-Eleven ដែលត្រូវបំផ្លាញកាន់ដល់6ហាងត្រឹមម៉ោង4រសៀលថ្ងៃទី24ខែសីហាបញ្ជាការដ្ឋានសន្តិសុខផ្ទៃក្នុងភូមិភាគទី4ថៃបានសរុបការវាយប្រហារថាបានកើនដល់75ករណីនៅក្នុងខេត្តយ៉ាឡាប៉ាត់តានីនរាธิវត្តនិងបន្តទៅដល់ខេត្តទី4គឺសង្ខ្លាដោយបណ្ដាលឲ្យមនុស្ស11នាក់រងរបួសបំផ្លាញអាគារ17កន្លែងយានយន្ត40គ្រឿងនិងបង្គោលអគ្គិសនី32ដើមព្រមទាំងអង្តែនទូរស័ព្ទនិងកាមេរ៉ាសុវត្ថិភាពជាច្រើនទៀតចំណុចដែលកំពុងដាក់សម្ពាធលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីអនុទាន ឆាន់វីរៈគុលគឺការបរាជ័យរបស់ក្រមស៊ើបការសម្ងាត់ដែលមិនអាចទប់ស្កាត់ការវាយប្រហារបានហើយថែមទាំងឲ្យក្រុមប្រដាប់អាវុធពង្រីកការលុកលុយយ៉ាងរាលដាលថែមទៀតរដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហចាភូមិកែកែវនិយាយថាអាជ្ញាធរបានដឹងថាអាចមានប្រតិបត្តិការកើតឡើងតាំងពី2ខែមុនក៏ប៉ុន្តែមិនអាចកំណត់បានត្រឹមត្រូវពីពេលវេលាជាក់ស្ដែងនិងទំហំរបស់វាហើយលោកទាមទារឲ្យពិនិត្យឡើងវិញទាំងប្រព័ន្ធស៊ើបការនិងការត្រៀមសន្តិសុខទោះយ៉ាងណាកងទ័ពថៃបានច្រានចោលការហៅករណីនេះថាជាការបរាជ័យផ្នែកស៊ើបការប៉ុន្តែទទួលស្គាល់ថាកម្លាំងពេលយប់មិនគ្រប់គ្រាន់និងនៅមានចន្លោះប្រហោងព័ត៌មានលើគោលដៅតូចៗមកដល់ពេលនេះមិនទាន់មានក្រុមណាចេញមុខទទួលខុសត្រូវក៏ប៉ុន្តែ Reuters រាយការណ៍ថាចលនាបះបោរនៅភាគខាងត្បូងថៃត្រូវបានដឹកនាំជាចម្បងដោយក្រុម BRN ដែលតស៊ូប្រឆាំងរដ្ឋាភិបាលថៃដើម្បីទាមទារឯករាជ្យខ្ញុំរស់សុធាពី News Today NTTV